ខ្ញុំជឿជាក់ថាសុភាពនារីដែលទើបតែសម្រាលកូនរួចច្បាស់ជាស្បែកមិនសូវស្អាតទេហើយម្នាក់ចង់ឲ្យស្បែកស្អាតភ្លឺរលោងឡើងវិញដោយការនៅក្រមុំពុកម៉ែបងប្អូនទាំងអស់គ្នាចង់ស្បែកស្អាតនៅពេលសម្រាលកូនរួចសូមកុំភ្លេចបាទផ្លែមៀនឲ្យសោះបាទផ្លែមៀនមិនធម្មតាទេបងប្អូនបាទមិនមែនលំទេបាទផ្លែមៀនមានលាក់ទុកនៅអានុភាពដ៏អស្ចារ្យដែលពុកម៉ែបងប្អូនមួយចំនួនអត់បានដឹងទេជាពិសេសស្ត្រីដែលសម្រាលកូនរួចតែម្ដងដូច្នេះវីដេអូមួយនេះបាទចូលស្ដាប់ឲ្យចប់ហើយជួយ share ខ្ញុំនឹងលើកយកពីគុណប្រយោជន៍ដ៏អស្ចារ្យរបស់ផ្លែមៀនមកចែកជូនបងប្អូនយើងឲ្យបានដឹងបាទដូចតទៅនេះទស្សនិកជនជាទីមេត្រីបើយោងតាមការចុះផ្សាយរបស់បណ្ដាញសារព័ត៌មានអន្តរជាតិសាច់មៀនត្រូវបានគេទទួលស្គាល់និងប្រើប្រាស់ជាប្រពៃណីថាជាប្រភេទអាហារដ៏មានតម្លៃដែលមានប្រសិទ្ធភាពខ្ពស់ក្នុងការជំនួយដល់ការជាសះស្បើយនិងសម្រស់របស់ស្ត្រីក្រោយពេលសម្រាលកូនរួចគុណប្រយោជន៍ចម្បងបំពន់ឈាមនិងសម្រស់ទំនុកបំរុងឈាមសាច់មៀនមានគុណប្រយោជន៍ពិសេសក្នុងការជួយទំនុកបំរុងឈាមនិងជួយជំនួសការបាត់បង់ឈាមក្នុងកំឡុងពេលសម្រាលសាច់ឈាមស្រស់ថ្លានៅពេលដែលឈាមគ្រប់គ្រាន់និងមានសុខភាពល្អវានឹងជួយធ្វើឲ្យពណ៌សម្បុរនិងសាច់ឈាមមានសភាពស្រស់ថ្លារលោងឡើងវិញបានយ៉ាងឆាប់រហ័សបន្ធូរអារម្មណ៍ក្រៅពីជួយបំពន់ឈាមសាច់មៀនក៏ជួយធ្វើឲ្យមានភាពធូរស្រាលដល់រាងកាយនិងអាចជួយកាត់បន្ថយភាពនឿយហត់ភាពតានតឹងដែលកើតមានក្រោយពីសម្រាលរួចបានផងដែរគុណឮសម្រាប់អ្នកម្ដាយសាច់មៀនត្រូវបានគេណែនាំឲ្យទទួលទានក្នុងកំឡុងពេលនៃការស្ដារសុខភាពឡើងវិញដើម្បីឲ្យរាងកាយទាំងមូលទទួលបានកម្លាំងនិងសម្រស់ត្រឡប់មកវិញបាទនេះបើយោងតាមអ្នកជំនាញបានលើកឡើងបែបនេះអញ្ចឹងម៉ាក់ដែលកំពុងតែពោពោះក៏ដូចជាសម្រាលរួចអាចសាកល្បងបាទទិញផ្លែមៀនពីផ្សារមកយើងញ៉ាំទៅបងប្អូនទាំងអស់គ្នាប៉ុន្តែមៀនក៏ជាផ្លែឈើមួយបណ្ដាលឲ្យក្តៅផងដែរអញ្ចឹងម៉ាក់ពេលញ៉ាំហើយគឺញ៉ាំល្មមបានហើយរបស់អ្វីក៏ដោយបាទដូចបងប្អូនបានដឹងអញ្ចឹងប្រិយមិត្តបានឃើញខ្ញុំផ្សាយហើយពេលដែលយើងញ៉ាំល្មមគឺទាំងផ្លែឈើទាំងបន្លែទាំងសាច់គឺមានភាពល្អប្រសើរដល់រាងកាយប៉ុន្តែនៅពេលដែលយើងញ៉ាំមិនគិតបាទគឺញ៉ាំច្រើនវាអាចបង្កទៅជាផលប៉ះពាល់ដល់រាងកាយមនុស្សយើងវិញដូចជាសាច់មៀននេះអញ្ចឹងបាទម៉ាក់នៅពេលសម្រាលកូនរួចបាទចង់ឲ្យសាច់ឈាមភ្លឺថ្លាស្រស់ស្អាតឡើងមកវិញហ្នឹងហើយយើងអាចសាកល្បងញ៉ាំមៀនទៅគឺនឹងអាចបាទស្ដារសម្រស់ឡើងវិញជាក់ជាមិនខានឡើយបាទព័ត៌មានមួយនេះសូមកុំអូនរំលងជួយ share ទាំងអស់គ្នាបាទសូមអរគុណ